ខ្ញុំអត់ទាន់ឃើញសុំចេញហើយខ្ញុំចូលមកវិញទៅនឹងឃើញហើយឃើញទេអ្នកនំចាស់ឃើញទេឃើញហើយម្ចាស់គ្រូតោះឥឡូវសុំអ្នកអានតិចសិនទៅបង ខ្ញុំក៏មកអានទៀត អញ្ជើញបងអញ្ជើញ កហវិភាសង្កហៈគាថាសង្កហៈពោលដល់លក្ខណៈរបស់ចេតសិកអេកុបាទានិរោធាចៈអេកាលំបណៈវត្ថុកាចេតោយុត្តាទ្វិបញ្ញាសៈធម្មាចេតសិកាមតា ប្រែថាធម៌52យ៉ាងដែលប្រកបជាមួយនឹងចិត្តដែលមានការកើតឡើងនិងមានការរលត់ព្រមគ្នាជាមួយនឹងចិត្តមានអារម្មណ៍និងទីតាំងតែមួយជាមួយនឹងចិត្តបណ្ឌិតគប្បីជ្រាបថាជាចេតសិកអធិប្បាយព្រះអនុរុទ្ធាចារ្យចែកចិត្តតាមសេចក្តីផ្សេងគ្នានៃភូមិជាតិសម្ពយោគសង្ខារឈានអារម្មណ៍និងមគ្គតាមសមគួរយ៉ាងនេះគឺកាមាវចរៈចិត្តលោកចែកទៅតាមសេចក្តីផ្សេងគ្នានៃភូមិថាជាចិត្តក្នុងកាមាវចរៈភូមិក្នុងបណ្ដាភូមិ4តាមសេចក្តីផ្សេងគ្នានៃជាតិថាជាចិត្តមាន4ជាតិមានកុសលជាដើមក្នុងបណ្ដាជាតិទាំង4តាមសេចក្តីផ្សេងគ្នានៃសម្ពយោគគឺការប្រកបរួមគ្នាជាពួកមួយប្រកបជាមួយនឹងសោមនស្សចំណែកពួកមួយប្រកបជាមួយនឹងឧបេក្ខាពួកមួយប្រកបជាមួយនឹងទិដ្ឋិចំណែកពួកមួយមិនប្រកបជាមួយទិដ្ឋិពួកមួយប្រកបរួមជាមួយញាណចំណែកពួកមួយមិនប្រកបជាមួយញាណតាមសេចក្តីផ្សេងគ្នានៃសង្ខារគឺសេចក្តីព្យាយាមដែលជាការបបួលដឹកនាំថាពួកមួយមានសង្ខារចំណែកពួកមួយមិនមានសង្ខាររូបាវចរៈចិត្តលោកចែកទៅតាមសេចក្តីផ្សេងគ្នានៃភូមិថាជាចិត្តក្នុងកាមាវចរៈភូមិថាសេចក្តីផ្សេងគ្នានៃជាតិថាជាចិត្តមាន3ជាតិគឺកុសលវិបាកនិងកិរិយាវាអកុសលតាមសេចក្តីផ្សេងគ្នានៃឈានគឺអង្គឈានទាំង5មានវិតកៈជាដើមថាមួយដួងជាចិត្តដែលប្រកបទៅដោយអង្គឈាន5មួយដួងចិត្តដែលប្រកបទៅដោយអង្គឈាន4លក្ខមួយដួងប្រកបដោយអង្គឈាន2ដោយប្រការដតីអរគុណច្រើនណាទៀតចាអរគុណច្រើនអញ្ចឹងថ្ងៃនេះយើងសិក្សាទៅក្នុងចិត្តសឹកធម៌ដែលកើតនៅក្នុងចិត្តជីវិតធម៌ដែលឈ្មោះថាចិត្តសឹកនេះគឺខ្ញុំត្រូវដឹងថាជាសភាវៈធម៌ដែលមានពិតមានប្រកបហើយយើងឆ្លោះប្រចាំងគឺទៅសម្លឹងអ្វីដែលកំពុងតែកើតមាននៅក្នុងចិត្តពេលហ្នឹងអីកើតឡើងគឺយើងកំណត់ដឹងរបស់នឹងទៅខណៈណាដែលលោភៈកើតតម្កល់សតិស្មារតីមកឃើញថានេះគឺជាលោភៈពេលទោសៈកើតចិត្តកើតរក្សាសតិរក្សាស្មារតីសម្លឹងឲ្យឃើញថានេះជាអីបងលោភៈបើលោភៈកើតឃើញថាលោភៈទៅទោសៈចិត្តកើតឃើញទោសៈកើតឃើញថាទោសៈទៅអាហ្នឹងការឃើញបែបហ្នឹងតើតើមានសតិមានស្មារតីកើតឡើងបើអត់សតិស្មារតីកើតអត់មើលអត់ឃើញទេណាហើយចិត្តសឹកដែលយើងនឹងសិក្សាទាំងអស់គឺមានទាំងអស់52ចិត្តសឹកអញ្ចឹងបានលោកបញ្ជាក់ថា52ហ្នឹងជាអីបងជាធម៌ហ៎ធម៌52ជាធម៌ចង់និយាយថា52ហ្នឹងជាយើងឬក៏ត្រឹមតែជាធម៌តែជាធម៌ទេវាត្រឹមតែជាធម៌នឹងឯងហើយធម៌52ហ្នឹងវាមានតួនាទីប្រកបជាមួយចិត្តអញ្ចឹងនៅពេលដែលចិត្តកើតឡើងចិត្តកើតតែឯងឬក៏មានធម៌មកប្រកបជាមួយដែរបងមានធម៌មកប្រកបជាមួយ
តែដឹងថាចិត្តដែលកំពុងតែដឹងហ្នឹងគឺជាចិត្តកំពុងតែឮជាចិត្តហ៎បងជាចិត្តកំពុងតែឃើញហ្នឹងជាចិត្តហ៎ជាចិត្តឥឡូវសតិស្មារតីរក្សាសតិឲ្យកើតថានឹងគឺជាចិត្តកំពុងតែឃើញជាចិត្តកំពុងតែឮជាចិត្តតែនៅពេលដែលចិត្តនឹងកើតឡើងមានធម៌ប្រកបជាមួយនឹងចិត្តធម៌នឹងដែលប្រកបជាមួយនឹងចិត្តកើតក៏កើតជាមួយគ្នាពេលរលត់ទៅក៏មានការរលត់ទៅព្រមគ្នាកើតជាមួយចិត្តរលត់អស់ទៅវិញក៏ជាមួយចិត្តដែរលើសពីរលត់ទៅវិញអស់ទៅវិញជាមួយចិត្តដឹងអារម្មណ៍មានអារម្មណ៍ក៏ដូចចិត្តអញ្ចឹងដូចខណៈដែលកំពុងតែឮសំឡេងចិត្តឮសំឡេងទេឮចេះចិត្តដឹងនៅសំឡេងសួរថាចេតសិកដឹងនៅអីផ្សេងទេដឹងសំឡេងតើទេត្រូវទេបងណាទេបើចិត្តឃើញរូបចិត្តសិកក៏យករូបមកជាអារម្មណ៍ដូចគ្នាដែរសួរថាចិត្តសិកមានចំណែកដឹងទេបងមានជាងត្រូវដឹងធម៌ដែលសម្បយុទ្ធប្រកបចូលគ្នានឹងវាចូលគ្នាតែហ្មងហ៎បងវាចូលគ្នានេះចង់មានន័យថាម៉េចចង់និយាយថាចិត្តមានទុនទីដឹងតែនៅពេលដែលចិត្តនឹងប្រកបដោយលោភៈយើងសឹងតែពិបាកចែកមួយណាចិត្តមួយណាលោភៈថាយ៉ាងហ៎បងដោយថាលោភៈនឹងឯងជាចិត្តមានអ្នកច្រឡំអញ្ចឹងទៀតហើយយើងតម្កល់បញ្ញាស្មារតីទៅលោភៈមានការជាប់ជាពាក់ចិត្តមានទុនទីដឹងខុសគ្នាទេខុសគ្នាទេតែធម៌ទាំងពីរហ្នឹងកើតជាមួយគ្នាទេកើតជាមួយគ្នារលត់ជាមួយគ្នាដឹងអារម្មណ៍ក៏ដឹងជាមួយគ្នាដែរអញ្ចឹងបានយើងប្រវាក់ចែកតែសម្រាប់អ្នកមានបញ្ញាស្មារតីគឺកំណត់សភាវៈលក្ខណៈធម៌ហ្នឹងទៅអាស្រ័យក៏អាស្រ័យជាមួយគ្នាដែរបើចិត្តអាស្រ័យបេះដូងលោភៈក៏អាស្រ័យបេះដូងដែរអញ្ចឹងបានធម៌ទាំងអស់ហ្នឹងឲ្យកើតជាមួយចិត្តលុតជាមួយចិត្តដឹងអារម្មណ៍ជាមួយចិត្តឈ្មោះថាចិត្តសិកវរៈនេះគឺវរៈនិយាយអំពីចិត្តសិកហើយនៅក្នុងសេចក្តីអធិប្បាយលោកបញ្ជាក់ទៅថាព្រះអនុរុទ្ធិចារនៅពេលដែលបង្រៀនអំពីចិត្តលោកចែកចិត្តដោយអីព្រោះដោយភូមិកាមាវចរចិត្តរូបាវចរចិត្តអរូបាវចរចិត្តលោកុត្តរចិត្តចែកដោយភូមិណាព្រោះចែកណាចែកដោយជាតិមានណាចិត្តអកុសលវិបាកកិរិយាកុសលសម្បយោគប្រកបដោយលោភៈប្រកបដោយទិដ្ឋិប្រច្ចទិដ្ឋិមាននិយាយហ៎និយាយបសង្ខាជាអសង្ខាជាសសង្ខាមាននិយាយអត់ពេលរៀនចិត្តមានដោយឈានចិត្តប្រកបដោយអង្គឈាន5ហើយយើងហៅថាបឋមឈានចិត្តត្រូវទេបណ្ណាទេហ្នឹងហើយដោយអារម្មណ៍ដោយមគ្គទៀតទៅអញ្ចឹងនេះជាការសម្ដែងការចែកនៃចិត្តហើយសេចក្តីបរិយាយហ្នឹងក៏លោកបរិយាយដូចតែគ្នាដែរនេះកាមាវចរចិត្តលោកចែកគ្នាដោយអំណាចភូមិនឹងឯងហើយក្នុងបណ្ដាភូមិទាំង4ហ្នឹងលោកចែកចិត្តជាជាតិនឹងទៅទៀតមានកុសលអកុសលវិបាកកិរិយាហ្នឹងទៅហើយក្នុងជាតិទាំង4ហ្នឹងលោកចែកដោយសម្បយោគទៀតចិត្តខ្លះប្រកបដោយសោមនស្សចិត្តខ្លះឧបេខាចិត្តខ្លះប្រកបដោយទិដ្ឋិចិត្តខ្លះប្រាជ្ជទិដ្ឋិចិត្តខ្លះប្រកបដោយបញ្ញាចិត្តខ្លះប្រាជ្ជបញ្ញាចិត្តខ្លះមានការព្យាយាមចិត្តខ្លះមិនមានការដឹកនាំហ្នឹងទេមិនមានការព្យាយាមហ្នឹងទេពេលរៀនចិត្តមានចែកបែងចែកចឹងហ៎បងបែងចែកណាចាតណាចាតែនៅក្នុងសតិប្បដ្ឋានព្រះអង្គឲ្យយកខ្លីជាងបងពេលដែលចិត្តប្រកបដោយលោភៈដឹងចិត្តប្រកបដោយលោភៈពេលដែលចិត្តប្រកបដោយទោសៈដឹងតែចិត្តប្រកបដោយទោសៈពេលដែលចិត្តប្រកបដោយមោហៈដឹងតែចិត្តប្រកបដោយមោហៈចិត្តប្រឆាមោហៈក៏ដឹងដែរចឹងមិនយើងដឹងពុះស្ដាដឹងដោយបរិយាយឲ្យទើបអាច
ចម្រើនវិបស្សនាឲ្យបានទេបងស្គាល់ចែកសភាវៈលក្ខណៈចិត្តបានគឺអាចកំណត់វិបស្សនាបានទេហើយរូបាវចរៈចិត្តចែកដោយអីបងដោយអំណាចភូមិរូបាវចរៈភូមិនឹងទៅដោយផ្សេងគ្នាជាអីបងរូបាវចរៈចិត្តមានកុសលទេវិបាកកិរិយាមានអត់មានអត់មានតែអកុសលមួយទេហើយរូបាវចរៈចិត្តទី1យើងហៅថាម៉េចបឋមឈានកុសលទេបងកុសលបឋមឈានចិត្តទុតិយឈានតតិយឈានចតុតឈានបញ្ចមឈានអញ្ចឹងយើងចែកដោយសេចក្តីផ្សេងគ្នានៃឈានហ្នឹងឯងអរូបាវចរៈចិត្តក៏យើងចែកស្តៀងនឹងគ្នាហ្នឹងដែរតែយើងចែកអារម្មណ៍ទៀតអត់ចែកដោយអង្គឈានទេព្រោះមានអង្គឈានតែ2គត់តែដោយចិត្តមួយមានកសេនុខាធម្មកាសជាអារម្មណ៍ទៅមួយទៀតមានអរូបវិញ្ញាណទី1ជាអារម្មណ៍ទៅមួយទៀតមានណដ្ឋិភាវៈទៅមួយទៀតមានអកិញ្ញញ្ញាយតនវិញ្ញាណជាអារម្មណ៍ទៅអញ្ចឹងអាការចែកចិត្តទាំងអស់ហ្នឹងគឺយើងរៀនចប់ស្រេចបាច់អស់ហើយវគ្គនេះមិនបាច់ចម្រៀនចិត្តទេតែមុននឹងចូលទៅដល់ការសិក្សាស៊ីជម្រៅទៅក្នុងចេតសិកខ្ញុំបិទសំឡេងពីសិនណាព្រោះអាចបិទសំឡេងតិចលើសំឡេងតោះមុននឹងស៊ីជម្រៅទៅក្នុងចេតសិកខ្ញុំត្រូវស្គាល់ថាសភាវៈធម៌គឺមានលក្ខណៈ2ទី1គឺសាធារណៈលក្ខណៈសាមញ្ញលក្ខណៈទូទៅទី2បច្ចតលក្ខណៈពិសេសឬក៏ថាលក្ខណៈចំពោះខ្លួនលក្ខណៈចំពោះខ្លួនមិនទៅមើលទាំងអស់គ្នាបងឧទាហរណ៍ចិត្តមានទុនទីអីបងដឹងបុណ្យចាអារម្មណ៍ចិត្តមានទុនទីដឹងនៅអារម្មណ៍លក្ខណៈដែលទូទៅគ្រប់ចិត្តទាំងអស់គឺសុទ្ធតែដឹងអារម្មណ៍ទាំងអស់កំពុងតែដឹងកំពុងតែឃើញកំពុងតែឮកំពុងតែធំក្លិនកំពុងតែដឹងទាំងអស់ហ្នឹងអីគេបងចិត្តត្រូវហ៎កណាលោកម្ចាស់ទេចឹងរក្សាសតិស្មារតីថាអ្វីដែលកំពុងតែដឹងហ្នឹងជាចិត្តតែបើសិនបើយើងទៅមើលលក្ខណៈវិញលក្ខណៈដែលអាស្រ័យនៅភ្នែកហើយអាចឃើញរូបអ្នកណាគេដែលអាចអាស្រ័យភ្នែកហើយឃើញរូបបានដឹងនៅរូបបានចក្ខុវិញ្ញាណជាលក្ខណៈចំពោះខ្លួនរបស់ចក្ខុវិញ្ញាណនៃចិត្តប៉ុណ្ណោះអញ្ចឹងចក្ខុវិញ្ញាណមានទុនទីឃើញនៅរូបឯកទេសរបស់ចក្ខុវិញ្ញាណមានទុនទីតែមួយគត់គឺឃើញនៅរូបចក្ខុវិញ្ញាណឃើញរូបចក្ខុវិញ្ញាណអាស្រ័យភ្នែកវាលក្ខណៈចំរបស់ចក្ខុវិញ្ញាណតែម្យ៉ាងលក្ខណៈអាស្រ័យសោតៈឮសំឡេងអីគេបងទុនទីសោតៈវិញ្ញាណឮសំឡេងសោតៈវិញ្ញាណធំក្លិនឃានវិញ្ញាណដឹងរសជីវហាវិញ្ញាណហ្នឹងទៅអញ្ចឹងលក្ខណៈហ្នឹងយើងឲ្យឈ្មោះថាបច្ចតលក្ខណៈធម៌ដែលយើងត្រូវកំណត់ដឹងដោយច្រើនគឺទៅមើលបច្ចតលក្ខណៈហ្នឹងឯងដោយច្រើនបងលក្ខណៈចំពោះសភាវៈធម៌ហ្នឹងតែម្ដងឥឡូវទៅមើលស្គាល់ចិត្តហើយតើមើលចិត្តសឹកវិញចិត្តសឹកទាំងអស់មានសភាពអីគេបងដូចគ្នាទេចិត្តសឹកទាំងអស់ត្រូវកើតជាមួយចិត្តទេកើតជាមួយចិត្តទៀតចិត្តទាំងអស់សុទ្ធតែរលត់ទៅជាមួយចិត្តទេរលត់ទៅជាមួយចិត្តពេលដែលចិត្តដឹងនៅរូបចិត្តសឹកដឹងនៅរូបជាមួយគ្នាដឹងដូចគ្នាដឹងអារម្មណ៍ជាមួយពេលចិត្តអាស្រ័យភ្នែកចិត្តសឹកអាស្រ័យអីអាស្រ័យភ្នែកដែរពេលចិត្តអាស្រ័យបេះដូងចិត្តសឹកអាស្រ័យបេះដូងដែរត្រង់ចំណុចហ្នឹងឯងដែលយើងឲ្យឈ្មោះថាលក្ខណៈសាធារណៈរបស់ចិត្តសឹកគ្រប់ទាំងអស់មានលក្ខណៈដូចគ្នានឹងដែរកើតជាមួយចិត្តរលត់ជាមួយចិត្តដឹងអារម្មណ៍ជាមួយចិត្ត
អាស្រ័យអីជាមួយចិត្តហ្នឹងទៅតែចិត្តសឹករៀងខ្លួនសុទ្ធតែមានលក្ខណៈចំពោះខ្លួនឧទាហរណ៍ចិត្តសឹកមួយណាដែលធ្វើនៅការប៉ះខ្ទប់ជាមួយអារម្មណ៍ ភាសា ជាលក្ខណៈចំពោះខ្លួនរបស់ភាសៈចិត្តសឹកតែមួយយ៉ាងទេអញ្ចឹងកំពុងតែប៉ះខ្ទប់នឹងអារម្មណ៍បានភាសៈជាអ្នកប៉ះខ្ទប់សោយអារម្មណ៍អ្នកណាសោយអារម្មណ៍ វេទនា វេទនាសោយអារម្មណ៍អញ្ចឹងការសោយអារម្មណ៍ទូទៅដល់ចិត្តសឹកដតីហ៎ អត់ទេ មានវេទនា នឹងឯងដែលយើងឲ្យឈ្មោះថាលក្ខណៈចំពោះខ្លួនលក្ខណៈចំពោះខ្លួនបល័យគេហៅថាម៉េចបងបច្ចតលក្ខណៈយើងខ្ចីពាក្យបល័យមកប្រើណាអញ្ចឹងយល់លក្ខណៈសាធារណៈហើយនឹងលក្ខណៈមិនសាធារណៈហ៎បង លោកម្ចាស់កណាសូមក ណាអត់ទាន់យល់អសាធារណៈលោកម្ចាស់ អសាធារណៈហ្នឹងបច្ចតលក្ខណៈហ្នឹងឯងបងឧទាហរណ៍វេទនាសោយអារម្មណ៍សួរថាសោយអារម្មណ៍វាទូទៅដល់ចិត្តដល់ចិត្តសឹកដតីអត់ អត់វេទនាសោយតែអារម្មណ៍ម្ចាស់ សោយអារម្មណ៍ជាទូនទីបោះវេទនាតែម្យ៉ាងប៉ុណ្ណោះអញ្ចឹងការសោយអារម្មណ៍ហ្នឹងយើងឲ្យឈ្មោះថាជាបច្ចតលក្ខណៈជាលក្ខណៈមិនសាធារណៈរបស់វេទនាតែដល់ពេលវេទនាកើតជាមួយចិត្តទេបង កើតជាមួយចិត្ត ហើយណាទៀតលក្ខណៈដែលកើតជាមួយចិត្តរលត់ជាមួយចិត្តវាទូទៅដល់ចិត្តសឹកដតីអត់ កណា ទូ ដូចគ្នា តែលក្ខណៈដែលទូទៅហ្នឹងឯងយើងឲ្យឈ្មោះថាសាធារណៈលក្ខណៈ កណាយល់នឹងចែកមួយជាទូទៅកើត គុណម្ចាស់កណាសូមឱកាសសូមទូមួយគេ តើឥឡូវសុំម្ដងម្នាក់ប៉ុម្ដងម្នាក់កុំនិយាយជន់គ្នាស្ដាប់អត់បានទេតោះសុំម្នាក់សួរមិញញោមសួរវិញ កណាគុណម្ចាស់កណាសូមឱកាសសូមសួរថាសភាវៈលក្ខណៈនិងបញ្ចតលក្ខណៈហ្នឹងដូចគ្នាមែនគុណម្ចាស់ ដូចគ្នាទេបង អញ្ចឹងបានន័យថាខុសតែពាក្យទេតែអត្ថន័យគឺដូចគ្នា អត្ថន័យដូចគ្នាឬក៏យើងហៅថាវិសេសលក្ខណៈក៏បានដែរលក្ខណៈពិសេសជាធម៌ផ្សេងគ្នា កណាគុណម្ចាស់អត់គុណម្ចាស់ តោះញាតិញោមណាឆ្ងល់នៅក្នុងលក្ខណៈទាំងពីរយ៉ាងហ្នឹងទេ កណាយល់មិនលោកម្ចាស់យល់មិនកណាយល់ យល់แล้วណាបើសិនទៅ កណាសូមនមស្ការលោកម្ចាស់កណាមិញឬលោកម្ចាស់និយាយថាដឹងអារម្មណ៍ដឹងដោយបេះដូងមកចុះហើយអាពេលដឹងដោយបេះដូងហ្នឹងដឹងបែបរបៀបម៉េចទៀត ចង់និយាយថាចិត្តទូទៅទាំងអស់អាស្រ័យបេះដូងទាំងអស់បងដកចក្ខុវិញ្ញាណខ្ញុំប្រសិនបើនិយាយអំពីចែកកន្លែងតាំងនៅរបស់ចិត្តទីតាំងរបស់ចិត្តណាបងចក្ខុវិញ្ញាណចិត្តដឹងនៅរូបទីតាំងនៅណាបងចិត្តដែលឃើញរូបភ្នែកចក្ខុចឹងណាចិត្តលឺសំឡេងព្រោះតែចិត្តលឺសំឡេងទីតាំងនៅណាចិត្តលឺសំឡេង នៅទៅជា សោតចិត្តធុំក្លិននៅណា នៅចំហ នៅច្រមុះ ខិនណាចិត្តដឹងរសនៅណា ដាបនៅដាបលោកម្ចាស់គឺថាចិត្តដឹងក្តៅត្រជាក់រឹងទន់នៅអី នៅកាយវិញ្ញាណ ទៅកាយវិញ្ញាណ នៅកាយវិញ្ញាណគឺចិត្តហ្នឹងឯងបង កណា ណា ហើយកាយវិញ្ញាណហ្នឹងអាស្រ័យនៅរូបកាយដែលយើងហៅថាកាយប្រសាទហ្នឹងឯងអាស្រ័យកាយអញ្ចឹងដក
5ប្រភេទនឹងចេញចិត្តដតីទៀតអាស្រ័យទីតាំងនៅណា អត្តយា បេះដូងទាំងអស់បងឈាមបេះដូងហ្នឹងឯង ដកអរូបាវិបាក4ចេញតាចាគ្រូ ហ្នឹងហើយដកអរូបវិបាក4ហ្នឹងទៅគាត់ណាជាហ្នឹងហើយបើដកអរូបវិបាក4ទៅហើយអញ្ចឹងគាត់តែចង់បញ្ជាក់ថាចិត្តដែលកើតឡើងវាត្រូវអាស្រ័យទីកន្លែងហើយទីកន្លែងហ្នឹងចក្ខុវិញ្ញាណវាអាស្រ័យភ្នែកអញ្ចឹងទៅទៅវិញ្ញាណអាស្រ័យវិជាអញ្ចឹងទៅចិត្តផ្សេងពីហ្នឹងដូចថាលោភៈចិត្តទោសៈចិត្តមោហៈចិត្តមហាកុសលមហាវិបាកមហាកិរិយាអីហ្នឹងគឺអាស្រ័យអីហតយវត្ថុយើងហៅថាបេះដូងហ្នឹងឯងយើងរៀនប្រាពិធមចិត្តអាស្រ័យបេះដូងបងមិនមែនអាស្រ័យខួរក្បាលទេណាអ្នកវិទ្យាសាស្ត្រគេថាមកយើងទៅកណាគិតថាចេះនៅខួរក្បាលដែរទៀតព្រោះខួរក្បាលជាសរីរាង្គសម្រាប់គិតវាមានប្រព័ន្ធសរសៃប្រសាទពុជបេះដូងដូចជាអត់មានអីត្រូវគិតទេកន្លែងកើតរបស់ចិត្តបងខ្ញុំចម្រើនអភិញ្ញាទៅនឹងឃើញថាចិត្តដែលកើតមែនតើគឺកើតនៅក្នុងឈាមបេះដូងណាទេកណាសូមអរព្រះគុណទៀតមិនមែនតើព្រះសម្មាសម្ពុទ្ធបានឃើញទេណាបងយើងអាចចម្រើនអភិញ្ញាចិត្តមានអភិញ្ញាមានរត់ទៅកំណត់ដឹងចិត្តអ្នកដទៃយើងឃើញសភាពចិត្តដែលកើតនៅក្នុងឈាមបេះដូងនឹងបានទៀតមិនឃើញចិត្តតែខ្លួនឯងទេណាបើបានអភិញ្ញាទៅតែឥឡូវមិនបាច់ចាំបានអភិញ្ញាព្រោះយើងរៀននេះឲ្យចេះសិនគុណចាស់កណាសូមឱកាសមេរៀននេះកណាយល់ថាយើងតាមមើលបានដឹងគុណចាស់ដូចចិត្តចឹងយើងដឹងដល់បេះដូងយើងឃើញនឹងភ្នែកមែនស្ដាប់ឮនឹងត្រចៀកមែនតែបើយើងអត់តាមមើលដោយតួបញ្ញាទេយើងអត់ឃើញដូចអត់ឃើញឮដូចអត់ឮបានអត់ចូលដល់បេះដូងបានទេគុណចាស់អញ្ចឹងបានន័យថាតើយើងមានសតិតាមមើលគុណចាស់ត្រូវទេគុណចាស់មកប្រាប់រឿយតែគាត់ថាការដែលកំណត់ដឹងសភាវធម៌តាមពិតនោះតើតើមានសតិស្មារតីក៏ស្មារតីថៃពេលដែលស្មារតីកើតហ្នឹងតើតើមានបញ្ញាទៀតទៅឃើញបងកណាសាធុកណាដែរធ្លាប់រៀនមេរៀននោះគុណចាស់កណាសាធុអរគុណព្រះអង្គហ្នឹងហើយអញ្ចឹងដឹងនៅធម៌ទាំងអស់នេះវាអាស្រ័យទីកន្លែងអាស្រ័យហេតុផលច្រើនយ៉ាងព្រោះទើបតែថាឃើញធម៌ទាំងអស់នឹងបានណាធម៌ទាំងអស់ហ្នឹងដើម្បីឲ្យឃើញបានហ្នឹងមិនមែនយើងមួយថ្ងៃរស់នៅអាសេមអាសាមចិត្តយើងនឹងកាត់តែបាបកាត់តែអកុសលនឹងទៅឃើញបានទេតើតើយើងមានធម៌ជាទីសប្បាយយើងសិក្សាធម៌រៀនធម៌អប់រំចិត្តរឿយទៅឃើញហើយបើសិនបើយើងមនុស្សជុំវិញខ្លួនយើងសិតតែអ្នកដែលប្រកបដោយទេរិឆានកថាជជែកគ្នាពីនេះពីនោះកាត់បាបកាត់អកុសលក៏យើងអត់ឃើញធម៌ទាំងអស់ហ្នឹងដែរអញ្ចឹងណាអាស្រ័យធម្មៈសបាយបុគ្គលជាទីសបាយអាស្រ័យអាហារជាទីសបាយមានអាហារបរិភោគមិនឆ្អែតពេកមិនឃ្លានពេកល្មមកាយប្រព្រឹត្តទៅបាននឹងកាយយើងស្រាលទៅពេលកាយយើងស្រាលទៅចិត្តយើងបង្អោនទៅរកសភាវៈធម៌ហ្នឹងក៏ងាយក្នុងការឃើញដែរបើកាយយើងអាសេមអាសាមចេះកាយយើងអាសេះអាសោះធម៌ហ្នឹងអត់ចេញមកទៀតបងពិចារណាធម៌តកតងសុខភាពផ្លូវកាយជឿទេបងដូចថាយើងកំពុងតែឈឺក្បាលកំពុងតែឈឺពោះកំណត់ដឹងរូបធម៌នាមធម៌ចេញបានណាហើយអាស្រ័យកន្លែងស្ងប់ស្ងាត់ទៀតបើយើងមួយថ្ងៃលឺតែចម្រៀងដូរតន្ត្រីលឺតែគេជេរគ្នាលឺតែគេជជែកអត់ប្រយោជន៍ហើយអត់ស្ងាត់ផងចិត្តយើងទៅដឹងអារម្មណ៍កម្មដ្ឋានបានទេក៏អត់ទេតោះអញ្ចឹងបន្តទៅមុខទៀតធម៌ទាំងអស់ហ្នឹងជាធម៌ដែលអាស្រ័យការអប់រំចិត្តជាកម្មដ្ឋានហ្នឹងតែម្ដងនិយាយទៅយើងអត់អប់រំចិត្ត
ចាំតែចំនួនចាំតែបរិយាយហ្នឹងឯងបញ្ញាអត់ឃើញនៅខ្លួនឯងហ៊ានកំណត់ដឹងឲ្យឃើញខ្លួនឯងណាបងអញ្ចឹងនៅពេលដែលព្រះអនុរុទ្ធាចារ្យផ្ដើមគម្ពីរហ្នឹងលោកផ្ដើមអំពីចេតសិកជាធម៌ប្រមាណយ៉ាងបងធម៌52ណាកណាទៀតធម៌52ដែលកើតជាមួយចិត្តរលត់ជាមួយចិត្តពេលហ្នឹងព្រះអនុរុទ្ធលោកចង់បង្ហាញទៅលើលក្ខណៈដែលជាសាធារណៈរបស់ចេតសិកទាំងអស់មានលក្ខណៈដូចគ្នាអញ្ចឹងកើតជាមួយគ្នារលត់ជាមួយគ្នាដឹងអារម្មណ៍ជាមួយគ្នាអាស្រ័យវត្ថុជាមួយគ្នានឹងជាចេតសិកទាំងអស់ហ្នឹងលោកហៅថាធម៌ហេតុអីបានជាចេតសិកហៅថាធម៌បងព្រោះមានការត្រួតត្រងលក្ខណៈរបស់ខ្លួនជាសភាវៈធម៌ឃើញប្រើពាក្យសភាវៈបងលោកថាជាយើងឬក៏ជាសភាវៈជាសភាវៈបើជាសភាវៈធម៌ដែលមានលក្ខណៈរៀងខ្លួនតែម្ដងមកពីមានលក្ខណៈខុសគ្នារៀងខ្លួនទើបមាន52ប្រភេទផ្សេងគ្នាតែទាំង52ប្រភេទហ្នឹងមានលក្ខណៈដូចគ្នាប្រមាណចំណុចសភាវៈកើតព្រមជាមួយចិត្តដូចគ្នាទេបងដូចគ្នាទៀតអូសុទ្ធតែកើតជាមួយចិត្តពេលរលត់ទៅក៏ចិត្តរលត់ទៅចិត្តសឹកក៏រលត់ទៅមានអារម្មណ៍ដឹងអារម្មណ៍ក៏ជាមួយចិត្តមានវត្ថុជាទីអាស្រ័យក៏ជាមួយចិត្តនឹងដែរចឹងគឺជាសេចក្តីអធិប្បាយរបស់ព្រះអនុរុទ្ធាចារ្យការពិតមិនមែនព្រះអនុរុទ្ធាចារ្យនេះជាសេចក្តីអធិប្បាយរបស់ដីកាបងដីកាលោកបញ្យល់មកអញ្ចឹងអាចស្ដាប់បានទេមើលទៅនមស្ការលោកម្ចាស់កណាឃើញពាក្យនោះឯការលំពីអ្នកហ្នឹងលំពីណៅហ្នឹងនៅឃើញនៅក្នុងសភៅខ្លះគេដាក់អសនសភៅខ្លះគេដាក់អសនហើយតាមហើយឥឡូវលោកម្ចាស់គ្រូឃើញនៅក្នុងហ្នឹងដាក់អសនដាក់ស្រអោតើមួយណាដែលត្រឹមត្រូវជាងទៀតអសនបងអសនហើយដល់ពេលក្នុងនេះណដាក់ស្រអោទៀតណាវិញបងនេះឯការលំពីអ្នកដល់ពេលក្នុងនេះលំពីណៅលេខ3ទៀតហ្នឹងអសនតែប៉ុណ្្នឹងអញ្ចឹងមានណដាក់ស្រអោហ្នឹងទៀតចឹងទៀតណហ្នឹងឯតាបើអសនត្រឹមត្រូវកណាសូមអរគុណទៀតខាងលើនេះអសនឯការលំបណ្ណៈក៏អសនណោះបងកណាទៀតត្រូវទាំងពីរបើត្រូវទាំងពីរភាសាបាលីអសនហើយនិងអសននឹងចំនួនគ្នាបានបងដោយច្រើនចំណុចហើយតកតឹងនឹងការនិយមបើទៀតបងពាក្យខ្លះគេនិយមប្រើអសនគេអត់ប្រើអសនពាក្យខ្លះនិយមប្រើអសនអត់ប្រើអសនពាក្យខ្លះប្រើបានទាំងពីរទាំងណទាំងណចុះយើងចុះលោកម្ចាស់យើងគួរអានលំភិនៈឬក៏លំភិនៈឯកាលំបណ្ណៈបងឯកាលំបណ្ណៈតោះអញ្ចឹងចំណុចសំខាន់មេរៀនយើងនៅក្នុងថ្ងៃនេះឲ្យដឹងថាចិត្តដែលកើតឡើងដឹងអារម្មណ៍គឺមិនមែនមានតែចិត្តទេដែលកើតឡើងពេលដែលកើតដឹងអារម្មណ៍មានធម៌មួយទៀតដែលលើសពីការដឹងហ្នឹងគឺជាលោភៈចង់បានចឹងទៅជាសទ្ធាជឿហ្នឹងទៅជាទោសៈថ្នាក់ហ្នឹងទៅអញ្ចឹងចិត្តមានទួនាទីតែដឹងទេត្រូវទេបងចិត្តមានទួនាទីថ្នាក់ឬក៏មានទួនាទីដឹងទួនាទីតែដឹងទេទៀតបងអញ្ចឹងថ្នាក់ទួនាទីរបស់អីចេតសិកទោសៈចេតសិកទៅទួនាទីជាប់ជាពាក់ទួនាទីរបស់អីលោភៈ
Bỏ lô phẹ Được sạch លោភៈចិត្តសឹកតែយើងកុំភ្លេចថារបស់ពីរហ្នឹងវាកើតជាមួយគ្នាអលត់ជាមួយគ្នាត្រូវទេបងត្រូវទេ cái nào អញ្ចឹងបើយើងចែកឲ្យដាច់ដូចជាចែករបស់ពីរឲ្យដាច់ពីគ្នាហ្មងយើងចែកបានអត់វាចែកមិនបានទេ តែអត់បានទេទៀន ព្រោះវាដឹងអារម្មណ៍ជាមួយគ្នាវាកើតជាមួយគ្នាវាអលត់ជាមួយគ្នាវាចូលគ្នានឹងឯងដូចជាអីដូចជាទឹកនិងស្ករចាស់ខ្ញុំពេលទឹកនិងស្ករដាក់លាយចូលគ្នាវាចូលគ្នាបាត់ទេបង ចូល គ្នាទេ ព្រោះវាលាយចូលគ្នាបាត់ហើយតែដល់ពេលយើងផឹកទៅយើងដឹងថាទឹកនឹងទឹកស្ករហ៎ đằng វាមានទឹកមានលាយស្ករហើយណា Dạ យើងដឹងបានដល់ពេលទឹកដែលគេអត់លាយស្ករយើងផឹកទៅដឹងហ៎ đằng ចា Ăn ចឹងយើងនឹងអាចដឹងបានថាអូកាពិតទុនទីចិត្តកំពុងតែដឹងនេះគឺជាចិត្តតែកំពុងតែជាប់ជាពាក់នេះចិត្តសឹកលោភៈតែលោភៈហ្នឹងកើតជាមួយនឹងចិត្តបើយើងចែកឲ្យដាច់តំងចែកអត់ដាច់ទេតែបើយើងមានបញ្ញាក្នុងការកំណត់ដឹងយើងនឹងសង្កេតដឹងថាអូអាការជាប់ជាពាក់នេះជាទុនទីរបស់លោភៈការដឹងអារម្មណ៍នេះទុនទីរបស់ចិត្តតែនៅពេលដែលចិត្តកើតជាមួយលោភៈចិត្តហ្នឹងក៏ជាប់ជាពាក់នឹងអារម្មណ៍ដោយសារលោភៈហ្នឹងទៅហើយលោភៈហ្នឹងក៏ដឹងអារម្មណ៍ដោយសារកើតជាមួយចិត្តហ្នឹងទៅត្រូវទេបងធម៌ហ្នឹងវាផ្សេងគ្នាក៏ពិតមែនតែវាជះឥទ្ធិពលទៅលើគ្នាឧទាហរណ៍ចិត្តប្រកបដោយសោមនស្សរីករាយចិត្តអ្នករីករាយឬក៏វេទនាអ្នករីករាយសោមនស្ស វេទនា សោក បើវេទនាអ្នករីករាយវេទនាអ្នកសុខមិនមែនចិត្តអ្នកសុខទេណា cái nào tiền ទូនទីសោយនៅសុខគឺវេទនាតែសួរថាចែកវេទនាឲ្យដាច់ពីចិត្តបានទេ ắt bàn đài យើងចែកអត់បានទេតែយើងអាចមានបញ្ញាកំណត់ដឹងនៅសភាវៈលក្ខណៈថាទូនទីកំពុងតែសោយអារម្មណ៍ជាសុខនេះមិនមែនទូនទីចិត្តទេទូនទីរបស់វេទនាហ្នឹងគឺជាវេទនាចេតសិកតាទូនទីដឹងអារម្មណ៍នេះទូនទីរបស់ចិត្តតែនៅពេលដែលពេលដែលចិត្តប្រកបដោយសោមនស្សហ្នឹងចិត្តហ្នឹងរីករាយហ្នឹងតែម្ដងអាចិត្តរីករាយមិនទៅបងយើងនិយាយមិនថាចិត្តរីករាយត្រូវទេ cái nào tiền បើចិត្តរីករាយ chia sẻ nó តែសុខចិត្តមានទូនទីសោយអារម្មណ៍ទេមែនទេ tiền tiền ចិត្តមានទូនទីដឹងវេទនាមានទូនទីសោយតែនៅពេលដែលទាំងពីរហ្នឹងកើតជាមួយគ្នាវាត្រូវជះឥទ្ធិពលទៅលើគ្នាហើយចិត្តហ្នឹងក៏មានចំណែកនៃការសោយអារម្មណ៍ដោយសារវេទនាក៏មានចំណែកនៃការដឹងអារម្មណ៍ដោយសារការជាមួយចិត្តវាចូលគ្នាបាត់ហើយណាត្រូវទេបង cái nào ដោយសម្លកកោចាសម្លកកោគ្រឿងទាំងអស់វាចូលគ្នាបាត់ហើយហ្នឹងត្រូវទេ cái nào nè chắc đúng តែដល់ពេលយើងភ្លក់ទៅយើងដឹងយើងអាចដឹងបានទេថាអូអារសជាតិផ្អែមនេះដោយសារដាក់ស្ករណារសជាតិប្រៃនេះរសជាតិអំបិលតារសជាតិល្វីងនេះដោយសារដាក់ត្រួយម្រះណារសជាតិរបស់មួយវាមានផ្សេងគ្នាតែដល់ពេលវាកោខ្ល้ายជាសម្លកកោវាចូលគ្នាតែយើងអាចកំណត់ដឹងថារបស់នេះផ្សេងពីគ្នាដឹងបានត្រូវទេបង តែបើឲ្យចែកបានហ្មងញោមសាក់ចែកមកពេលដួសសឡកកោម្ចាស់នេះចែករសជាតិអំបិលផ្សេងចែករសជាតិស្ករផ្សេងចែករសជាតិអីត្រួយម្រះផ្សេងចែកដាច់អត់ ắt đạt chứ ដឹងតាឡកោ ដឹងតែជាតិគ្នាហើយ តែយើងអាចមានបញ្ញាស្មារតីមួយឲ្យឃើញថាអូអាល្វីងនេះរសជាតិត្រួយម្រះដឹងបានទេបង ដឹងបាន ដឹង បើត្រឹមតែដឹងបានត្រូវទេបងអារឿងប្រៃនេះអំបិលតា គុណចាស់កណាយល់កណាសុំឱកាសបន្តិចគុណចាស់ដូចព្រះអង្គពោលមិញថាដូចជាឧបមាថាដូចទឹកស្ករយើងផឹកទៅដឹងថាទឹកស្ករហើយបើទឹកយើងផឹកទៅដឹងថាទឹកអញ្ចឹងទឹកហ្នឹងប្រៀបដូចជាចិត្តដល់យើងផឹកទឹកស្ករដឹងថាចិត្តហ្នឹងដឹងថាទឹកស្ករ
ចិត្តហ្នឹងមានវេទនាជាមួយអញ្ចឹងទៅ កណាទឹកស្ករបំបិលដឹងតែអំបិលអញ្ចឹងចិត្តហ្នឹងយើងមានទួនាទីដឹងថាខឹកដឹងថាទោសៈដឹងថាហិរិអីចឹងគុណចាស់កណាសាធុព្រះអង្គអរគុណទួនាទីដឹងជាទួនាទីរបស់ចិត្តទួនាទីដែលយល់ទួនាទីដែលឃើញបញ្ញានឹងទៀតបងដឹងច្បាស់មែនតើឃើញច្បាស់មែនតើគឺបញ្ញាអ្នកឃើញវិញវាផ្លាយចេះទៀតណាបងយល់បានទេបងយល់បានចាស់គ្រូខ្ញុំគិតមើលទៅបើសិនជាចិត្តមានទួនាទីដឹងបានមែនរាល់ថ្ងៃចិត្តកើតមិនឈប់ទេមិនដឹងគ្រប់រឿងទៅវាអត់ដឹងបានចិត្តដែលអត់បញ្ញាកើតជាមួយឃើញរូបធម៌នាមធម៌តាមពិតបានទេអត់បានទេតើតែចិត្តមានបញ្ញាកើតជាមួយទើបអាចឃើញថាអូខណ្ឌ5វាមិនទៀងអញ្ចឹងតាណោះរូបមិនទៀងអញ្ចឹងតាណោះវេទនាមិនទៀងអញ្ចឹងតាបញ្ញាជាអ្នកយល់ច្បាស់ឃើញច្បាស់ចិត្តមានទុនទីត្រឹមតែដឹងធម្មតាតោះហ្នឹងឯងឥឡូវបន្ថែមបន្តិចទៀតចុះបងចែកលក្ខណៈពិសេសនឹងមិនពិសេសបានណាមិញបើសក់ណាចូលរួមញាតិញោមណាចូលរួមតិចចង់ដឹងលក្ខណៈពិសេសចិត្តមានលក្ខណៈរបៀបម៉េចអត់ពិសេសលក្ខណៈពិសេសហ្នឹងរបៀបម៉េចណាសូមឱកាសនោះចាស់គ្រូចិត្តមានលក្ខណៈពិសេសលក្ខណៈហ្នឹងគឺដឹងថារូបបារម្ភគឺពណ៌ហើយសត្វពីរមវរមរក្សារមថតពីរមចឹងចាដូចចិត្តត្រូវហ៎បងមានអីចូលរួមផ្សេងពីហ្នឹងហ៎កូនម្ចាស់កណាសុំចូលរួមបន្តិចកូនម្ចាស់ចិត្តលក្ខណៈសាធារណៈរបស់វាគឺដឹងនៅអារម្មណ៍តែចំពោះវិសេសលក្ខណៈរបស់វាដូចជាសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកូនម្ចាស់ជាដើមអរគុណកូនម្ចាស់ចង់និយាយថាចិត្តលក្ខណៈដែលដូចគ្នាសម័យហ្នឹងគឺចិត្តដឹងអារម្មណ៍តែដល់ពេលលោភៈចិត្តចោះមានអីពិសេសបងលោភៈចិត្តហ្នឹងដែលលក្ខណៈពិសេសរបស់លោភៈជាប់ជំពាក់នឹងអារម្មណ៍ត្រូវទេវាពិសេសចិត្តដតីហ្នឹងដោយសារលោភៈហ្នឹងវាកើតជាមួយធ្វើឲ្យចិត្តហ្នឹងមានទុននទីជាប់ជំពាក់ទៅតាមលោភៈហ្នឹងទៅចិត្តដែលទោសៈថ្នាក់មានសភាពថ្នាក់តាមទោសៈហ្នឹងដែរទៅចិត្តដែលប្រកបជាមួយមោហៈវាវង្វេងទៅជាមួយមោហៈហ្នឹងទៅសភាពហ្នឹងវាដោយសារប្រកបជាមួយចេតសិកធ្វើឲ្យចិត្តហ្នឹងវាខុសគ្នាហ្នឹងទៅតែដល់ពេលយើងចែកចិត្តបានច្រើនដោយសារអីបងដោយសារចេតសិកហ្នឹងឯងណាលោកដោយសារចេតសិកហ្នឹងឯងតែនៅក្នុងទីនេះលោកយកឧទាហរណ៍ថាចិត្តទាំងអស់ដឹងអារម្មណ៍តែបើចក្ខុវិញ្ញាណមានលក្ខណៈពិសេសគឺដឹងនៅរូបារម្មណ៍ហើយអាស្រ័យនៅភ្នែកពិសេសជាងគេហ៎បងមានចិត្តណាអាស្រ័យភ្នែកអត់តែមានចក្ខុភាសាចក្ខុវិញ្ញាណមានតែរូបអាស្រ័យភ្នែកហ្នឹងហើយអញ្ចឹងឯងបងចោះចេតសិកលក្ខណៈសាមញ្ញគឺលក្ខណៈរបៀបម៉េចបងលត់មានគឺកើតរលត់ជាមួយនឹងចិត្តលក្ខណៈសំជាមួយចិត្តលក្ខណៈមួយលក្ខណៈទូទៅរបស់ចេតសិកហ្នឹងគឺកើតជាមួយតែចិត្តទេពេលចិត្តកើតវាកើតពេលចិត្តរលត់ក៏វារលត់ពេលចិត្តដឹងអារម្មណ៍វាក៏ដឹងអារម្មណ៍ជាមួយចិត្តដែរពេលដែលចិត្តអាស្រ័យទីណាវាទៅអាស្រ័យទីនឹងដែរអានឹងលក្ខណៈទូទៅតែដល់ពេលលក្ខណៈពិសេសលោភៈខុសពីទោសៈខុសពីមោហៈខុសគ្នាហ៎បងកញ្ញាខុសគ្នា
លោភៈជាប់ជាពាក់ទោសៈថ្នាំងថ្នាក់មោហៈវង្វេងសទ្ធាទៀតទៅសទ្ធាមានការជឿជាលក្ខណៈហិរិមានសភាពខ្មាស់អៀនចំពោះបាបទៅអោតបៈមានសភាពខ្លាចចំពោះបាបហ្នឹងទៅអញ្ចឹងអាទាំងអស់ហ្នឹងវាមានសភាពខុសគ្នាតែទាំងអស់ហ្នឹងមានលក្ខណៈដូចគ្នាបានទេដូចគឺកើតជាមួយគ្នាកើតជាមួយចិត្តអលត់ទៅជាមួយចិត្តដូចទេបងដូចតែដែលមិនដូចគ្នាហ្នឹងគឺវាមានលក្ខណៈពិសេសចំពោះវារៀងខ្លួនអញ្ចឹងនៅពេលដែលយើងកំណត់ដឹងលក្ខណៈពិសេសរៀងខ្លួនហ្នឹងឯងជាការឃើញនៅរូបធម៌នាមធម៌តាមសភាពពិតជាការកំណត់ដឹងនៅនាមធម៌ថាអូអាហ្នឹងវាជានាមធម៌តាវាមិនមែនយើងអញ្ចឹងណាជាបញ្ញាដែរបងមិនដល់វិបស្សនាតែយើងស្គាល់ថាអូធម៌ហ្នឹងវាកើតអញ្ចឹងតោះអញ្ចឹងតែប៉ុណ្្នឹងក៏បានដែរបងមកចាំដល់ម៉ោងប៉ុណ្្នឹងល្មមយល់ខ្ញុំចេះតែប៉ុណ្្នឹងមួយបានទេឲ្យថាចិត្តសឹកហ្នឹងវាកើតជាមួយចិត្តហើយចិត្តសឹកបើទូទៅវាកើតជាមួយគ្នាលុតជាមួយគ្នាតែចិត្តសឹកហ្នឹងវាមានលក្ខណៈផ្សេងរៀងខ្លួនដែរមិនមែនដូចគ្នាទាំងអស់ទេចឹងណាបងហើយសេចក្តីបញ្យល់ទូទៅចាំទៅស្អែកទោះណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លាំងភ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាបានសុខទាំងអស់គ្នាបង